អនិច្ចាប្រពន្ធនិងកូនគ្មានសល់អ្វីក្រោយបុរសជាប្តីមានវិបត្តិដុតសម្លាប់ខ្លួននៅក្នុងផ្ទះខេត្តបៃលិនបុរសម្នាក់បានសម្លាប់ខ្លួនក្នុងភ្លុកភ្លើងគួរឲ្យអាណាធមខណៈតូចចិត្តរងគ្រោះថ្នាក់ធ្លាក់ខ្លួនពិការនិងខឹងប្រពន្ធបន្ទាប់ពីឆ្លោះតតែងគ្នាតិចតួចក៏ចាក់សោក្នុងបន្ទប់ដុតផ្ទះបណ្ដោយឆេះស្លាប់ម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចូលទៅជួយពលុតភ្លាមតែអ្វីបានហូរពេលបាត់ទៅហើយដោយសារតែព្រះអាគីបានឆាប់ឆេះផ្ទះប្រក់ស្បូវយ៉ាងសន្ធោសន្ធៅជួយមិនទាន់ដែលហេតុការបរិសុទ្ធពិការម្នាក់តូចចិត្តខ្លួនពិការនិងខឹងប្រពន្ធនេះបានកើតឡើងនៅវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី25 ខែឧសភាឆ្នាំ 2025 ស្ថិតនៅក្នុងភូមិអូប្រឹសសង្កាត់អូតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិនប្រភពព័ត៌មានបានឲ្យដឹងថាបរិសុទ្ធរងគ្រោះមានឈ្មោះសឿនពិសិដ្ឋអាយុ42ឆ្នាំស្លាប់មានប្រពន្ធឈ្មោះពិលអៀមភេទស្រីអាយុ38ឆ្នាំមានកូន3នាក់ក្នុងបន្ទុកប្រុសម្នាក់ស្រី2នាក់បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកាត់ហេតុអ្នកនាងនិងស្វាមីបានឆ្លោះតតែងគ្នាតិចតួចដោយប្តីអ្នកនាងមានចិត្តមួម៉ៅមិនដឹងមូលហេតុជាច្រើនថ្ងៃមកហើយស្រាប់តែពេលនោះក៏ទាញទូរស័ព្ទបោកលោកឃើញសភាពមិនស្រួលអ្នកនាងក៏បាននាំកូនទាំង3នាក់រត់គេចចេញពីផ្ទះទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅបណ្ដោះអាសន្នលុះមួយសន្ទុះក្រោយមកក៏ឃើញមានអណ្ដាតភ្លើងផ្ទុះចេញពីផ្ទះយ៉ាងសន្ធោសន្ធៅក៏រត់ស្រែកឲ្យគេទៅជួយពលុតនិងជួយសង្គ្រោះប្តីរបស់ខ្លួនតែទ្វារផ្ទះបានចប់សោពីខាងក្នុងមិនអាចបើកបានណាមួយភ្លើងក៏កាន់តែឆេះខ្លាំងទៅឆេះស្លាប់ប្តីរបស់អ្នកនាងតែម្ដងអ្នកនាងបញ្ជាក់ទៀតថាកាលពីឆ្នាំ 2023 ប្តីអ្នកនាងបានឡើងទៅលើភ្នំដើម្បីនឹងរកបន្លែក្រវ៉ាញយកមកលក់ដូរឲ្យឈ្មួញនៅក្នុងភូមិនិងតាមផ្សារតែជាអកុសលនៅលើភ្នំភ្លៀងខ្លាំងពេកលាយឡំនឹងខ្យល់កន្ត្រាក់ក៏រលំដើមឈើសង្កត់ប្តីរបស់ខ្លួនបណ្ដាលឲ្យបាក់ឆ្អឹងចង្កេះរួចងាប់មួយកំណាត់ខ្លួនតែអ្នកនាងខិតខំប្រឹងប្រែងស៊ីឈ្នួលគេដើម្បីរកថវិកាយកទៅព្យាបាលប្តីដោយមួយថ្ងៃទៅមួយថ្ងៃប្តីរបស់ខ្លួនមិនអាចកម្រើកជើងរួចឡើយដោយជិះរទេះរុញខ្លួនឯងប៉ុណ្ណោះអ្នកនាងបញ្ជាក់ថាចាប់តាំងពីពេលនោះមកប្តីរបស់អ្នកនាងតែងតែខឹងប្រពន្ធកូនព្រោះខ្លួនមិនអាចចេញទៅធ្វើការងារណាបានទៀតស្រាប់តែនៅយប់កាត់ហេតុប្តីរបស់ខ្លួនក៏កាន់មានបញ្ហាខ្លាំងឡើងរហូតដល់ដុតខ្លួននៅក្នុងផ្ទះបណ្ដាលឲ្យឆេះផ្ទះស្លាប់តែម្ដងរហូតដល់ពេលនេះអ្នកនាងគ្មានសល់អ្វីសូម្បីតែបន្តិចឡើយដោយឆេះទាំងសម្លៀកបំពាក់ឆ្នាំងចានម្ហូបអាហារអង្គរអស់រលីងតែម្ដងអ្នកនាងក៏សូមពេលវេលាដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជួយដល់អ្នកនាងនិងកូនឲ្យមានសម្លៀកបំពាក់ព្រមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរខឹងញុះញង់ឲ្យប្រពន្ធលែងទាញដែកជ្រុងវាយសម្លាប់ចុងក្រោយដេកគុកបុរសចំណាស់វ័យ70ឆ្នាំម្នាក់ដែលជាអ្នកចិត្តខាងនឹងគ្នាត្រូវបានជនល្មើសវាយនឹងដែកជ្រុងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអនាធមដោយសារតែជនសង្ស័យខឹងជនរងគ្រោះញុះញង់ឲ្យប្រពន្ធរបស់គេលែងលះរគេអំពើឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង 10 ព្រឹកថ្ងៃទី25 ខែឧសភានៅចំណុចភូមិសេរីចរចាឃុំកោកុងកើតស្រុកកញ្ជ្រៀតខេត្តព្រៃវែងជនរងគ្រោះមានឈ្មោះថោងថេតភេទប្រុសអាយុ70ឆ្នាំមានទីលំនៅភូមិជ្រៃមកៈឃុំកោកុងកើតស្រុកកញ្ជ្រៀតចំណែកឯជនបង្កឈ្មោះយេតរ៉ាយ៉ាភេទប្រុសអាយុ38ឆ្នាំទីលំនៅភូមិឃុំជាមួយជនរងគ្រោះយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះកំពុងតែធ្វើដំណើរម្នាក់ឯងតាមផ្លូវលំក្នុងភូមិសុកសោកស្រាប់តែជនសង្ស័យយកដែកជ្រុងស្ទុះទៅវាយសំពងជនរងគ្រោះរហូតបណ្ដាលឲ្យប្រកាសស្លាប់ភ្លាមៗនៅកន្លែងតែម្ដងរួចជនបង្កក៏រត់គេចខ្លួនបាត់ស្រមោលប្រភពដដែលបានបញ្ជាក់ថាពេលដែលជនល្មើសធ្វើសកម្មភាពវាយជនរងគ្រោះមានអ្នកស្រុកដែលកំពុងដើរឃ្វាគោនៅក្បែរនោះបានឃើញហេតុការណ៍ក៏បានទៅតាក់ទងប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមហើយប្រមាណជា1ម៉ោងប៉ុណ្ណោះសមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់ខ្លួនជនល្មើសបានក្រោយដែលត្រូវបានចាប់ខ្លួនជនល្មើសបានឆ្លើយសារភាពថាមូលហេតុដែលគេវាយសម្លាប់ជនរងគ្រោះគឺដោយសារតែរកេខឹងជនរងគ្រោះបានញុះញង់ប្រពន្ធរបស់គេឲ្យលែងលះរគេបើជនរងគ្រោះមិនញុះញង់ប្រពន្ធគេទេប្តីប្រពន្ធរបស់គេមិនបែកគ្នានោះដែរបច្ចុប្បន្នជនសង្ស័យកំពុងតែត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀតដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធី